បាទយើងត្រូវជួយបាទយើងគ្រប់គ្រងផលិតផលខ្មែររបស់យើងបាទខ្មែរទាំងអស់ទូទាំងប្រទេសបាទនាំគ្នាពហិការកំប្រើរបស់សៀមតទៅទៀតបាទព្រោះអីយើងឃើញហើយការឆ្លៀនពៀនរបស់គេមកលើប្រទេសកម្ពុជារបស់យើងធ្វើឲ្យក្មេងៗព្រាត់ប្រាសម្ដាយឪពុកសាលារៀនមន្ទីរពេទ្យក៏ដូចជាកន្លែងផ្សេងទៀតបងប្អូនខ្លះបាត់បង់សាច់ញាតិបាត់បង់ទ្រព្យសម្បត្តិធ្វើឲ្យមានការឈឺចាប់មែនតើបាទខ្ញុំបាទឈ្មោះកណ្ណាតែខនFacebookរបស់ខ្ញុំបងប្អូនហើយស្គាល់គឺអន្តរីតូចខំត្រគុណខ្មែរហើយស្គាល់មួយបងយូរដែរបាទហើយខ្ញុំរាល់ថ្ងៃនេះខ្ញុំបោះដុំគ្រឿងមជូរបាទមានគ្រប់មុខតែឥឡូវវាដូចថាវាអស់ហើយដឹកឲ្យមួយអស់ស្មើនឹងបាទអញ្ចឹងវានៅតិចតួចអញ្ចឹងខ្ញុំបោះដុំគ្រឿងមជូរគ្រប់មុខដែលបងប្អូនយកទៅលក់តាមសមុទ្រឬតាមទូអញ្ចឹងបងបាទហើយខ្ញុំក៏ចាប់ដើមមុខរបរហ្នឹងវាប្រហែលជាចូល3 4ឆ្នាំដែរបងបាទអញ្ចឹងឃើញថាវាខុសពីការងារខុសពីខ្ញុំដើរធ្វើការផ្សេងដែលខ្ញុំធ្លាប់ជួបអញ្ចឹងបងបាទបងតាមពិតទៅបើនិយាយពីបទពិសោធន៍ការងារនៅស្រុកគេខ្ញុំវាធ្លាប់ជួបច្រើនដែរដូចជាប្រទេសថៃខ្ញុំធ្លាប់ទៅកាលឆ្នាំ2013អញ្ចឹងបងក៏ប៉ុន្តែបើនិយាយពីតម្លៃការងារវិញអានេះខ្ញុំនិយាយតាមត្រង់គឺអត់លើសពីស្រុកខ្មែរយើងទេបាទតម្លៃកាលហ្នឹងខ្ញុំទៅតម្លៃដូចជា300 បាតអីអញ្ចឹងស្មើស្រុកខ្មែរយើងគឺ3 4 ម៉ឺនដូចគ្នាតម្លៃតែរាល់ថ្ងៃនេះទោះបីជាបាន7 800 បាតស្រុកខ្មែរយើងបើសិនជាយើងចេះពិតប្រាកដយើងចេះជាជាងសំឡងជាងអីចឹងក៏បាន$25ដែរបាទក្នុងមួយថ្ងៃអញ្ចឹងបើនិយាយពីតម្លៃគឺអត់លើស្រុកខ្មែរយើងទេតែគ្រាន់ថាការងារដែលបងប្អូនគាត់ភាគច្រើនគាត់ចង់ទៅរស់នៅទៅធ្វើការនៅស្រុកថៃដោយសារអីទីមួយខាងស្រុកថៃគេកាលពីមិនទាន់មានបញ្ហាអីជាមួយគ្នាគឺគេឲ្យតម្លៃពលករយើងអ្នកដែលគេជាមេការឬក៏អ្នកគ្រប់គ្រងការងារគេអត់មានមកប្រតិបត្តិថោកដល់បងប្អូនពលករយើងទេដល់បើស្រុកខ្មែរយើងមួយចំនួនអ្នកអត់សូវចូលចិត្តធ្វើការដោយសារតែបានគ្រប់គ្រងធ្វើជាមេធ្វើជាថ្នាក់អ្នកដឹកនាំអីមួយអញ្ចឹងនៅក្នុងក្រុមការងារហ្នឹងគឺគាត់អត់ទៅឲ្យតម្លៃអ្នកកម្មករគាត់តែប៉ុណ្ណឹងបានបងប្អូនយើងភាគច្រើនពួកគាត់មិនសូវចូលចិត្តធ្វើការនៅស្រុកខ្មែរយើងតែបើនិយាយពីតម្លៃគឺអត់លើស្រុកខ្មែរយើងគិតថាគួរតែមកស្រុកខ្មែរយើងវិញបាទព្រោះអីយើងមនុស្សយើងម្នាក់យើងត្រូវមានចំហច្បាស់លាស់ទីពឹងអញ្ចឹងកាលណាយើងទៅធ្វើការនៅស្រុកគេដូចជានៅថៃយើងទៅធ្វើការនៅថៃអញ្ចឹងយើងគ្រាន់តែទៅធ្វើមកជីវិតយើងមិនអាចមិនអាចនឹងបានធ្វើបានរហូតតែបើយើងមកស្រុកខ្មែរយើងចាប់របរអីមួយឲ្យពិតប្រាកដជាក់ស្ដែងអញ្ចឹងមានគេស្គាល់ច្រើនមានការគ្រប់គ្រងច្រើនហើយបងប្អូនហ្នឹងចេះខាងជាងដៃធ្វើដំបូលធ្វើអីអញ្ចឹងគេហៅមកកន្លែងទៅមួយកន្លែងយូរទៅគេស្គាល់ច្រើនអញ្ចឹងយើងពង្រីកសាខាពង្រីកទីតាំងរបស់យើងមុខរបររបស់យើងកាន់តែច្រើនទៀតគេស្គាល់កាន់តែច្រើនយើងងាយស្រួលហើយដូចមើលជាក់ស្ដែងដូចខ្ញុំពីមុនមកខ្ញុំលក់គ្រឿងបញ្ជូរនេះដូចជាឆ្នាំ2022នេះគឺខ្ញុំតដើមតូន20000ខ្មែរខ្ញុំអត់មានមកជិះឡានមកកន្លែងហ្នឹងទេ20000ខ្មែរបាទអត់មានទេហើយដល់ពេលអញ្ចឹងខ្ញុំជពាក់អីវ៉ាន់គេក្នុងមួយថ្ងៃ100000 200000អញ្ចឹងអត់មានលុយសុទ្ធទិញទេគឺជពាក់គេ4 5បងបានខ្ញុំត្រូវបាញ់លុយទៅសងគេឬក៏វេអីទូទាត់ទៅគេម្ដងរហូតដល់ពេលខ្ញុំមានម៉ួយគាត់មកទិញច្រើនគាត់ហ្នឹងឥឡូវបន្ថែមមុខនេះទៀតត្រូវយកមុខនេះបន្ថែមទៀតខ្ញុំចេះតែពង្រីករហូតដល់ខ្ញុំរាល់ថ្ងៃនេះក៏ខ្ញុំទិញមួយថ្ងៃ3លាន2លានជាង3លាន4លានណាបើថ្ងៃឆ្លងឆ្នាំអីរហូតដល់10លាន20លានក៏មានដែរអាហ្នឹងឆ្លងឆ្នាំនឹងចូលឆ្នាំខ្មែរអញ្ចឹងវាអាចបានច្រើនបងហើយស៊ីច្រើនតកតងទៅនឹងសង្គ្រាមខ្មែរថៃពេលដែលទោះពេលក្តៅខ្លាំងក៏ដោយឥឡូវក៏ដោយនេះតើក្នុងនាមបងជាអ្នករស៊ីលក់ដូរនេះតើវាមានផលប៉ះពាល់ដល់មុខជំនួយរបស់បងឬក៏អាចយល់ឃើញថាមុខជំនួយផ្សេងអាចប៉ះពាល់ដោយសារសង្គ្រាមនេះដែរទេបើប៉ះពាល់គឺប៉ះពាល់តែខាងអីវ៉ាន់ថៃតែប៉ុណ្ណឹងបាទក៏ប៉ុន្តែគ្រាន់ថាបើចំពោះខ្ញុំរាល់ថ្ងៃនេះគឺខ្ញុំលក់ដាច់ធម្មតាបាទលក់ដាច់លក់ចេញចូលវាដាច់ធម្មតាតែគ្រាន់ថាវាប៉ះរបស់ដែលថៃហ្នឹងគឺយើងអត់យកមកហើយវាប៉ះពាល់កន្លែងហ្នឹងតិចហើយតែអត់បញ្ហាទេបាទសម្រាប់ប្រទេសជាតិរបស់យើងការឆ្លាញ់យើងគិតថាយើងប៉ះពាល់ដូចខ្ញុំគិតថាឥឡូវយើងប៉ះពាល់បងប្អូនខ្លះប៉ះពាល់ทั้งខាតបងការរកស៊ីតិចតួចតែបងប្អូនដែលគាត់នៅតាមច្រកព្រំដែនដែលគាត់ប៉ះពាល់ខ្លាំងផ្ទះសម្បែងទ្រព្យសម្បត្តិរបស់គាត់បាទដែលគាត់ត្រូវភាសឹកខូចខាតទ្រព្យសម្បត្តិរបស់គាត់ហើយដូចវាពិបាកមែនតើ
បាទពិបាកគេពិបាកលើយើងរាប់ពាន់ដងបងប្អូនបងបរិយាកងតបខ្លះដូចយើងអញ្ចឹងដូចខ្ញុំអីខ្ញុំបានតែជួយលុយ$20-30ជួយអីខ្លះអញ្ចឹងតែពួកគាត់លះបង់ទាំងជីវិតលះបង់ទាំងក្តីសុខផ្ទាល់ខ្លួនរបស់គាត់ដើម្បីការពារជាតិទឹកមាតុភូមិទឹកដីរបស់យើងបាទអញ្ចឹងសូមសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលអាជីវករផ្សេងៗក៏ដូចគ្នាដែរបាទសូមបាទចូលរួមជួយយើងចំណាយតែលុយកាក់4-10-20ម៉ឺនទេតែពួកគាត់លះបង់ក្តីសុខបាទធ្លាប់នៅជាមួយប្រពន្ធកូនបាទហើយក្មេងៗតូចដែលមិនបានរៀនបាទតិចតួមដល់សាលាអីចឹងឃើញវាសង្វេគចឹងបាទកន្លែងហ្នឹងវាយើងជាខ្មែរដូចគ្នានៅតែឈឺចាប់ចឹងបាទសម្រាប់ខ្ញុំជាបរិវត្តខ្មែរមួយរូបខ្ញុំសូមសំណូមពរដល់បងប្អូននិងខ្មែរទាំងអស់ទូទាំងប្រទេសបាទនាំគ្នាពហិការកំប្រើរបស់សៀមតទៅទៀតបាទព្រោះអីយើងឃើញហើយការឆ្លៀនពៀនរបស់គេមកលើប្រទេសកម្ពុជារបស់យើងធ្វើឲ្យក្មេងៗព្រាត់ប្រាសម្ដាយឪពុកសាលារៀនមន្ទីរពេទ្យក៏ដូចជាកន្លែងផ្សេងទៀតបងប្អូនខ្លះបាត់បង់សាច់ញាតិបាត់បង់ទ្រព្យសម្បត្តិធ្វើឲ្យមានការឈឺចាប់មែនតើបាទយើងត្រូវជួយបាទយើងគ្រប់គ្រងផលិតផលខ្មែររបស់យើងបាទគាត់ថាដូចខ្ញុំរហងៃខ្ញុំទិញកាហ្វេកាលពីមុនខ្ញុំផឹកកាហ្វេអារីកាអត់មែនខ្ញុំតែឥឡូវខ្ញុំស្វែងរកផលិតផលខ្មែររបស់យើងកាហ្វេខ្មែររបស់យើងមានផលិតអញ្ចឹងខ្ញុំទិញវាមកប្រើបាទអញ្ចឹងផលិតផលខ្មែរយើងមានច្រើនផលិតផលខ្មែរយើងអញ្ចឹងខ្ញុំព្យាយាមទៅរកមកទិញយកមកប្រើហ្នឹងហើយទោះថ្លៃតិចមែនក៏ប៉ុន្តែខ្ញុំអត់គិតទេរឿងតម្លៃថ្លៃសំខាន់បំផុតខ្ញុំអាណិតបងប្អូនកងទ័ពដែលគាត់លះបង់គ្រប់បែបយ៉ាងមកក្តីសុខផ្ទាល់ខ្លួនរបស់គាត់ទៅតាមច្រកព្រំដែនការពារគាត់ការពារនៅផ្ទះសម្បែងទ្រព្យសម្បត្តិរបស់យើងអត់ប៉ះពាល់អីតែពួកគាត់យើងគិតឃើញកន្លែងពួកគាត់បើសិនជាកន្លែងហ្នឹងជាកន្លែងផ្ទះយើងវិញបាទបើសិនជាកន្លែងហ្នឹងរងផលប៉ះពាល់ជាកន្លែងផ្ទះយើងបើសិនជាកូនយើងតូចអត់បានចូលសាលាវិញតែយើងមានអារម្មណ៍បែបណាបាទយើងត្រូវគិតកន្លែងហ្នឹងអញ្ចឹងបងប្អូនចំណាយតែលុយកាក់តិចតួច10-20ម៉ឺនម្នាក់បងប្អូនអាចនៅប្រកបអាជីវកម្មរកស៊ីបានធម្មតាតែពួកគាត់បងប្អូនខ្លះភាសឹកសម្រាប់តែគាត់វិលទៅដល់កន្លែងផ្ទះគាត់តើគាត់ត្រូវបន្តចាប់ផ្ដើមពីពេលណាទ្រព្យសម្បត្តិផ្ទះសម្បែងបាទស្ទើរតែមួយជីវិតម្នាក់ទម្រាំបានហើយឥឡូវវាបាត់បង់ខូចខាតទៀតឥឡូវយើងឃើញហើយវាសំណោះបងបាទហើយខ្ញុំមានតែប៉ុណ្្នឹងទេបងខ្ញុំគ្រាន់តែថាយើងចូលរួមពហិការទាំងអស់គ្នាយើងជាខ្មែរបាទអរគុណបងបាទសម្ភារបាទ